ស្ដីដល់គ្នាតើមានពេលខ្លះអ្នកទាំងអស់គ្នាអង្គុយគិតហើយសួរខ្លួនឯងថាតើខ្ញុំពិតជាចូលចិត្តអ្វីពិតប្រាកដឬមួយទៀតឃើញគេជោគជ័យលើជំនាញនេះជំនាញនោះហើយយើងនៅតែមានអារម្មណ៍ថាវែងមិនដឹងថាខ្លួនឯងចង់ទៅផ្លូវណាឲ្យពិតប្រាកដកុំបារម្ភអីអ្នកមិនមែនជាមនុស្សតែម្នាក់គត់នោះទេថ្ងៃនេះខ្ញុំមានវិធីសាស្ត្រងាយៗចំនួន5ដើម្បីជួយឲ្យអ្នកទាំងអស់គ្នាស្វែងរកចំណងចំណុចចិត្តទាំងអស់គ្នាពិតប្រាកដឲ្យឃើញទី1គឺសង្កេតមើលសកម្មភាពប្រចាំថ្ងៃវិធីទី1នេះគឺងាយបំផុតសង្កេតមើលខ្លួនឯងសាកគិតហើយមើលថានៅពេលដែលទំនេរតើអ្នកទាំងអស់គ្នាចូលចិត្តចំណាយទៅលើអ្វីជាងគេដោយមិនធុញទ្រាន់ណាតើចំណងចំណុចចិត្តឬក៏វីដេអូបាយណាលើទូរស័ព្ទទាំងអស់គ្នាមើលហើយចូលចិត្តឬក៏ជជែកលេងជាមួយមិត្តភ័ក្តិប្រធានបទណាទាំងអស់គ្នានិយាយសប្បាយរំភើបជាងគេចង់របស់ដែលនៅចិត្តយើងបំផុតនឹងហើយគឺជារឿងដែលយើងចូលចិត្តធ្វើជាងគេចំណុចទី2គឺវិធីសាស្ត្រប្រើសាក់ឲ្យច្រើនបដិសេធឲ្យលឿនបានថាវិធីទី2នេះបើសិនជាយើងមិនដឹងថាចូលចិត្តអីទេមានតែសាក់ធ្វើវាឲ្យអស់ពីសមត្ថភាពរៀនជំនាញថ្មីខ្លីៗទៅមើលទូរស័ព្ទការបង្រៀននៅលើទូរស័ព្ទ Facebook TikTok Instagram ទៅធ្វើប្រហូបកាត់តវីដេអូឬក៏សរសេរអ្វីដែលគិតថាអាចធ្វើទៅសាក់ធ្វើទៅពេលទាំងអស់គ្នាមានអារម្មណ៍ចឹងអត់ចូលចិត្តអីកុំអស់សង្ឃឹមអានេះគឺជាចំណុចវិជ្ជមានទៅវិញទេពីព្រោះវាជួយឲ្យយើងកាត់ជំរឿច្រើនមិនមែនឲ្យយើងរកឃើញទេរហូតដល់យើងជួបរបស់ពិតដែលយើងត្រូវការទៅចិត្តយើងអាហ្នឹងសាក់ធ្វើកុំមានបដិសេធចំណុចទី3នេះគឺត្រឡប់មកមើលការពីក្មេងវិញអញ្ចឹងវិធីទី3នេះគឺយើងថយក្រោយមើលពីនតិកាលរបស់យើងទៅការពីក្មេងណាតើអ្នកចូលចិត្តលេងអ្វីជាងគេខ្ញុំគិតថាទាំងអស់គ្នាប្រហែលជាមានអនុស្សាវរីយ៍កាលពីក្មេងចូលចិត្តធ្វើអ្វីដោយមិនចាំបាច់មាននរណាបង្ខំណាកាលពីក្មេងហ្នឹងយើងធ្វើអ្វីគឺយើងធ្វើតាមបេះដូងគ្មានសម្ពាធរឿងលុយកាក់ទៅអត់សង្គមទេគឺយើងចូលចិត្តអីគឺយើងធ្វើមកគេអញ្ចឹងចំណងចំណុចចិត្តរបស់យើងពិតប្រាកដជារឿយវាលាក់ខ្លួនកាលពីយើងនៅក្មេងក៏បានពីពុកម្លេះអញ្ចឹងទី3នេះគឺយើងក៏លេខមើលទៅខាងក្រោយហើយទី4គឺសួរសំណួរចាក់ដោតដល់ខ្លួនឯងវិធីទី4នេះគឺសាកសួរខ្លួនឯងដោយស្មោះត្រង់មើលខ្ញុំគិតថាទាំងអស់គ្នាសាកសួរខ្លួនឯងនៅសំណួរនេះបើសិនតែទាំងអស់គ្នាមិនបាច់ខ្វល់រឿងលុយកាក់ទេថាតើការងារឬក៏សកម្មភាពអ្វីដែលទាំងអស់គ្នាធ្វើវិជ្ជារៀងរាល់ថ្ងៃឬមួយទៀតតើសកម្មភាពអ្វីខ្លះដែលធ្វើទាំងអស់គ្នាបដោតអារម្មណ៍ខ្លាំងរហូតភ្លេចមើលម៉ោងណាមើលពេលវេលាណាភ្លេចអារឿងនឿយហត់ភ្លេចបាបភ្លេចទឹកចម្លើយទាំងអស់នេះគឺសំខាន់មែនទែនហើយនាំទាំងអស់គ្នាទៅរកចំណងចំណុចចិត្តពិតប្រាកដខ្ញុំគិតថាទាំងអស់គ្នានឹងមានថ្ងៃណាមួយនឹងមានចំណុចទី4ទេណាអញ្ចឹងសាក់កលេចធ្វើវាទៅចំណុចទី5គឺយើងកំណត់ត្រាមានន័យថាអាចុងក្រោយនេះគឺកំណត់ត្រារាល់ពេលដែលយើងធ្វើអ្វីមួយដែលយើងមានអារម្មណ៍ថាសប្បាយចិត្តមែនទែនយើងមានមោទនភាពចំពោះខ្លួនឯងណាទោះបីជារឿងតូចតាចក៏ដោយស្ទុះឬក៏កាន់សភៅកត់ទុកពីភ្លាមយូរទៅដល់ពេលដែលអ្នកត្រឡប់អានឡើងវិញហើយអ្នកនឹកឃើញតម្រង់បានថាសេចក្តីសុខរបស់អ្នកពិតប្រាកដចង់5ទាំងអស់នេះខ្ញុំគិតថាទាំងអស់គ្នាអាចធ្វើវាបានណាខ្លីក្លឹបនៅជុំវិញទាំងអស់គ្នាគ្រប់យ៉ាងគ្រប់ពេលវេលាអញ្ចឹងណាចង់ចាំថាចិត្តរបស់យើងមិនមានសម្ពាធលើខ្លួនឯងពេកទេចំណងចំណុចចិត្តរបស់មនុស្សយើងគឺអាចប្រែប្រួលទៅតាមអាយុទៅតាមបទពិសោធន៍ណាទៅតាមពេលវេលាអ្វីដែលសំខាន់គឺយើងត្រូវបើកចិត្តឲ្យទលាយទទួលស្គាល់បាទរៀនហើយយកឲ្យហ៊ានសាកល្បងអ្វីដែលថ្មីអញ្ចឹងណាកុំខ្លាចព្រោះទាំងអស់ហ្នឹងគឺវាប្រែប្រួលទៅតាមពេលវេលាអញ្ចឹងហើយទាំងអស់គ្នានឹងដឹងហើយតែពេលអស់គ្នាជួបបញ្ហាណាមួយឬបទពិសោធន៍ណាមួយអស់គ្នានឹងដឹងថាតើអស់គ្នាគួរធ្វើអ្វីខ្លះអាហ្នឹងគឺជាចំណងចំណុចចិត្តមួយហើយអញ្ចឹងចូលទាំងអស់គ្នាក្នុងចំណោមទាំង5វិធីនេះតើវិធីណាទាំងអស់គ្នាចង់សាកល្បងជាងគេឬក៏ទាំងអស់គ្នាមានវិធីសាស្ត្រផ្ទាល់ខ្លួនណាទាំងអស់គ្នា comment ប្រាប់ខ្ញុំមកដើម្បីយើងរៀនសូត្រទាំងអស់គ្នាអញ្ចឹងហើយកុំភ្លេចចុច like ហើយនឹងshare ឬក៏ subscribe channel របស់ខ្ញុំផងយើងនឹងទទួលបានវីដេអូអភិវឌ្ឍល្អៗបែបនេះទៀតហើយយើងជួបគ្នានៅវីដេអូក្រោយខ្ញុំសង្ឃឹមថាអ្នកនរចូលចិត្តអរគុណបាយបាយ